Thích mà conជំរាបសួរនាងខ្ញុំឈ្មោះហែមសាលីរៀនថ្នាក់ទី6នៅសាលាបឋមសិក្សាព្រាលដែលស្ថិតនៅស្រុករវៀងខេត្តព្រះវិហារនាងខ្ញុំមានបងប្អូនចំនួន4នាក់ខ្ញុំជាកូនបងខ្ញុំមានប្អូនស្រីម្នាក់និងប្អូនប្រុស2នាក់ប្អូនប្រុសទី1របស់ខ្ញុំអាយុ12ឆ្នាំរៀននៅថ្នាក់ទី5និងប្អូនប្រុសទី2របស់ខ្ញុំអាយុ10ឆ្នាំរៀននៅថ្នាក់ទី4និងប្អូនស្រីរបស់ខ្ញុំអាយុ5ឆ្នាំអត់ទាន់ចូលរៀនទេឪពុកម្ដាយរបស់ខ្ញុំគឺកសិករដែលប្រាក់ចំណូលប្រចាំខែមិនទៀងទាត់ហើយខ្ញុំនៅឆ្នាំសិក្សា2025-2026ខាងមុខនេះខ្ញុំនឹងចូលរៀនថ្នាក់អនុវិទ្យាល័យហើយខ្ញុំសង្ឃឹមថានាងខ្ញុំនឹងទទួលបានអាហារូបករណ៍ព្រោះបើសិនខ្ញុំទទួលអាហារូបករណ៍នេះបានជួយកាត់បន្ថយការចំណាយរបស់គ្រួសារខ្ញុំមួយចំណាយផងដែរអាហារូបករណ៍នេះផងដែរគឺបានជំរុញទឹកចិត្តនាងខ្ញុំឲ្យខិតខំរៀនសូត្រជាទីបញ្ចប់នាងខ្ញុំសូមសំណូមពរដល់សប្បុរសជនជប៉ុនឲ្យជួយឧបត្ថម្ភនាងខ្ញុំក៏ដូចជាសិស្សានុសិស្សដទៃទៀតឲ្យមានឱកាសទទួលបានការរៀនសូត្រនិងសម្រេចគោលបំណងនៅថ្ងៃអនាគតផងដែរខ្ញុំសូមជូនពរទៅដល់សប្បុរសជនឲ្យមាន